តោះបងប្អូនអរគ្នាថ្ងៃនេះគឺយើងមកសិក្សាអំពី sample នៅលើ FL Studio ហើយយើងនឹងបញ្យល់ប្រាប់អ្នកនរគ្នាអំពី tool ទាំងអស់ហ្នឹងតើមួយណាប្រើរបៀបមិនខ្លះតើវាមានមុខងារមិនខ្លះឥឡូវឧទាហរណ៍ខាងដើមនេះយើងមាន sample បែបនេះឧទាហរណ៍ថាយើងអត់ពេញចិត្តនៅខាងមុខនឹងវាអញ្ចឹងយើងចង់ចិត្ត sound វាអញ្ចឹងដើម្បីចង់រុញអា sample ទៅមុខទៀតអ្នកនរគ្នាប្រើនេះ SMP start នេះអញ្ចឹងឃើញអ្នកនរគ្នាឃើញវា move អញ្ចឹងឧទាហរណ៍ sound របស់យើងឃើញវាកាត់ទេអញ្ចឹងទៅតាមអារម្មណ៍ទៅតាមបេះដូងបងប្អូនចង់ប្រើប្រាស់មិនអ្នកនរគ្នាអាចសេរីទៅតាមចិត្តឬក៏ sample ដែលបងប្អូនត្រូវការប្រើប្រាស់ដោយសារ sample មួយគឺវាមានសង្ខុសខុសគ្នាឧទាហរណ៍ថាបើសិនអ្នកនរគ្នាចង់ប្រើប្រាស់ចម្ងាយទាញអានេះវាមកក្រោយចេះគឺយើងប្រើប្រាស់អានេះឃើញទេចាំមើលសោតយើងកាត់ខាងក្រោយវិញអានេះហត់តែផុតតែខ្លីទៅ short ទៅ short ទៅអញ្ចឹងបងប្អូនត្រូវដឹងថាអានេះកាត់ខាងមុខអានេះកាត់ខាងក្រោយហើយបន្ទាប់មកបើសិនជាបងប្អូនប្រើនេះវិញគឺយើងច្បាច់អានេះឲ្យវាមកទូចមើលយ៉ាហើយនេះអាហ្នឹងគឺយើងហៅថា in ហើយអាកតុយវាយើងហៅថា out ជាមួយយើងកាត់ក្រោយវិញយ៉ាអានេះបើសិនជាបងប្អូនអត់ចង់ឲ្យវាមានលេងវែងណាហើយសម្រាប់ crossfade វិញគឺឲ្យ sound ហ្នឹងបញ្ចូលគ្នាទាំងពីរហើយគឺវាមានរយៈពេលវែងហើយគឺវាដាច់ពីគ្នា crossfade ឃើញវានៅជាប់គ្នាninhទៅរហូតអត់តែមើលយើងអត់ដាក់វាហើយវាផុតវាចុះទៅតាមអាសលេងនេះមកប៉ុន្តែបើសិនជាយើងប្រើប្រាស់នេះគឺវាត repetitive គ្នាមកឃើញវានៅមាន delay ជាប់ទៅក្រោយរហូតទេអញ្ចឹងអាហ្នឹងសម្រាប់ crossfade ហើយសម្រាប់ trim វិញគឺកាត់ទេគឺកាត់ឧទាហរណ៍ថាបើសិនជា sample បងប្អូនមានអាពីមុខចេះមើលឧទាហរណ៍ sample បងប្អូននេះមានអាពីមុខបន្តិចអាក្រោយបន្តិចហ្នឹងណាបើសិនយើង trim វាអស់ហើយឃើញអត់ឃើញវាកាត់កតុយកាត់អីអត់ធ្វើយើងទាញទៅវិញគឺវាមកវិញហើយអញ្ចឹងវាប្រើសម្រាប់កាត់អាហ្នឹងហើយបងប្អូនអ្នកគ្នាបានស្គាល់ tool នៅខាងក្រោមនេះហើយបន្ទាប់មកខ្ញុំសូមបង្ហាញអ្នកគ្នាអំពី tool នេះគឺឧទាហរណ៍ថាបើសិនជាបងប្អូនមាន sample បែបអញ្ចេះហើយបងប្អូនចង់ reverse ចង់បដូរផ្លាស់វាមកខាងចេះវិញអ្នកនរគ្នាគ្រាន់ចុចនេះមកអញ្ចឹងបើយើង reverse វិញហើយបច្ចេកហើយឥឡូវនេះខ្ញុំសូមឧទាហរណ៍អំពី normalize ឧទាហរណ៍ថាបើសិនជាបងប្អូនមាន sample ឬក៏ sound ណាដែលវាសលេងតិចឬក៏អត់សូវលឺខ្លាំងអ្នកនរគ្នាអាចចុច normalize នេះអញ្ចឹងឃើញ sound នឹងរីកធំហ៎អញ្ចឹងសលេងយើងលឺខ្លាំងជាងមុនហើយបន្ទាប់ពីយើងបានស្គាល់ normalize reverse ហើយអានេះគឺ face stereo ថាបងប្អូនចង់ឲ្យ sample យើងឡើងមករបៀបវាមិនមែនមកសលេងពីមុខមកហ្មងទេវាមករបៀបអញ្ចឹងរបៀបថាវាមានពីសលេងទៀបមកយកហ្មងប៉ុន្តែវាប្រើជាមួយ stereo អ្នកនរគ្នាអាចសាកជាមួយ sample អ្នកនរគ្នាបានដោយសារខ្ញុំធ្វើ record ទៅតាមទូរស័ព្ទបើសិនជាបងប្អូនដាក់នៅលើ speaker monitor ឬក៏ headphone អ្នកនរគ្នា monitor អ្នកនរគ្នានឹងស្ដាប់ដឹងអ្នកនរគ្នាស្ដាប់តាមទូរស័ព្ទហើយអត់ដឹងទេអានេះ swap stereo ឡើងពីឆ្វេងមកវិញហើយសម្រាប់ពីនេះវិញដែរគឺខ្ញុំអត់ដែរប្រើទេដោយសារវាដូចជាអត់មាន effect អីខុសគ្នាច្រើនទេប៉ុន្តែអាមួយដែលលាក់កប់នៅក្នុង FL Studio នៅ sample ដែលអ្នកនរគ្នាដឹងនេះកន្លែងនេះឧទាហរណ៍ថាបើសិនជា XOX បងប្អូនអ្នកនរគ្នាឬបើសិនជា sample អ្នកនរគ្នាឬសលេងតិចហើយអ្នកនរគ្នាអត់ចង់ស្រឡាំងនៅក្នុងនេះទេអ្នកនរគ្នាចង់បើប៊ូតវាក្នុងនេះបានដូចគ្នានេះឃើញសលេងបើកខ្លាំងប៉ុណ្ណាក៏បានដែរអានេះជាពិសេសវាច្រើនប្រើនៅក្នុង AX គឺតាប់ kick AX តាន់មែនតើសលេងលឺខ្លាំងមែនតើហើយនេះ EQ បើសិនជាបងប្អូនអ្នកនរគ្នាអត់ចង់ EQ នៅលើEQ equalizer យើងទេអ្នកនរគ្នាអាចមក EQ លើនេះបាននេះអានេះធ្វើឲ្យសលេង EQ យើងវាមានសាប់វាមានមីតមានអីរៀងធាត់ជាងមុនសលេងយើងរៀងណែនណាអានេះកាត់សលេងកាត់បាសកាត់អី EQ អានឹង EQ របៀប fast process របៀបលឿនណាបើសិនអ្នកនរគ្នា sample យើងពេលខ្លះយើងអត់ត្រូវការទៅចិត្តសលេងនៅក្នុង EQ ទេហើយបន្ទាប់មក mix នេះមានន័យថាវាយក sound original យើងបូកជាមួយ sound ផ្សេងគឺយកមកបញ្ចូលមួយ sound របស់យើងធ្វើឲ្យចេញ sample យើងទៅជាសលេងថ្មីឥឡូវអ្នកនរចាប់ស្ដាប់សលេងយើងសិនណាជាមួយអានេះអមអិចណាចឹងអ្នកនរគ្នា get idea right ឃើញទេយើងចង់បានវាមិនតបមកបើសិនអ្នកនរគ្នាចង់បាន frequency RM របស់វានេះចង់បានខ្លាំងប៉ុណ្ណាឧទាហរណ៍ឥឡូវខ្ញុំបើកប៉ុណ្ណេះអូខេឥឡូវយើងចង់ថែម effect វាឲ្យតែខ្លាំងទៀតឃើញអត់នេះអូខេឥឡូវយើង break មក normal វិញនេះវាខាត់អ្នកនរគ្នាចង់ខាត់បែបម៉េចនេះមុខក្រោយ
ở đây các bà khăn màu chỉ tới thì ở kia từ lên một việc tới thì ở kia experiment tới tha trong đang tha ta việc từ tua ban ở lật tập sound mấy khăn nó về dân pra việc hay tập màu xem đẹp clipนี้nhưng mà phở tế và sân ở kia trong phở clip có phở cho bàn tay anh ấy cứ xem đẹp reverb với mình này Aនឹង B អ្នកនរគ្នាអាចសាកបានហើយនេះសម្រាប់ stereo delay មកទាំងឆ្វេងស្ដាំហ្មងឧទាហរណ៍យើង play អា sound ហ្នឹងពឹបឆ្វេងស្ដាំរត់ហ្មង stereo delay មានឆ្វេងមានស្ដាំបងប្អូនអ្នកនរគ្នាអាចសេរីបានទៅតាមចិត្តអ្នកនរគ្នាចង់បានចង់ស្ដាប់ថាយើងចង់បានប្រភេទមិនដូចខ្ញុំនិយាយយើងថាការ creativity អារម្មណ៍ប្រភេទបទចម្រៀងនីមួយៗគឺខុសៗគ្នាហើយ Apple Go នេះគឺរុញ sound ឲ្យទៅប៉ែតឬក៏ break មកវានេះឃើញអត់ឃើញដំបង sound យើងចេះណាដល់ពេលដាក់មកអញ្ចេះទៅជា sound ផ្សេងចង់ទៅជា sound effect razor អីទេត្រូវ yes កន្លែងនេះ pitch កន្លែងនេះអ្នកនរគ្នា pitch 130 tone មានន័យថាអានេះកន្លែងយើងសម្រាប់ដូរ tone ដូរសលេងតែអ្នកនរគ្នាត្រូវដឹងថាបើសិនអ្នកនរគ្នាចង់ដូរឧទាហរណ៍ថាពីដូមករ៉េអ្នកនរគ្នាឥឡូវនេះ sample របស់យើងតង់ដូអស C អ្នកនរគ្នាចង់ដូមករ៉េអញ្ចឹងដូមករ៉េយើងត្រូវប្រើ200 semitone ដើម្បីទៅមកតង់ទៀតប៉ុន្តែបើអ្នកនរគ្នាចង់ប្រើដូ sharp អ្នកនរគ្នាគ្រាន់ឡើង100មក100 semitone មានថា C ធំជ្រូកបើសិនអ្នកនរគ្នាចង់មក D ពី C មក D 200ខ្លីៗងាយយល់ហើយនេះគឺសម្រាប់បងប្អូនអ្នកនរគ្នាកែកន្លែងនេះ time ឬក៏មូលរបស់វាខ្លីវែងក្បាលមុខហ្នឹងអ្នកនរគ្នានេះអ្នកនរគ្នាយល់ idea អ្នកនរគ្នាអាចយកទៅសេរីបានហើយសម្រាប់ timing បងប្អូនចង់បានវែងខ្លីឃើញអត់នេះអាហ្នឹង timing របស់យើងហើយសម្រាប់កន្លែង mode នេះដែរ auto គឺយើងប្រើសម្រាប់ auto ធម្មតាហើយ scratch នេះគឺសម្រាប់បងប្អូនដែលគាត់ចង់ pitch sample នេះឧទាហរណ៍ថាខ្ញុំចង់ pitch sample ហ្នឹងអាហ្នឹងអ្នកនរគ្នាសម្រាប់ប្រើ pitch បើសិនជាបងប្អូនប្រើ scratch mode pro នេះយើងអាចទាញបានជាពិសេសនៅលើ vocal ជាមួយយើងទាញណាហើយអាឡៃនេះគឺវាធ្វើឲ្យ sample របស់យើងនឹងគឺអត់ផ្លាស់ប្ដូរ pitch ឧទាហរណ៍ថា vocal បងប្អូនមក D វានៅតែ D នៅតែ Re ចឹងប៉ុន្តែគ្រាន់ថាយើងអាចទាញសលេទៅតាមចិត្តបានធូរឬក៏តឹងឃើញអត់នេះហើយវាអត់ផ្លាស់ប្ដូរអារម្មណ៍tone pitch របស់យើងពីដំបូងមកសិនជាផ្សេងចេះ scratch អីនេះនៅពេលដែលបងប្អូនកែសលេងកែទៅវាអាចផ្លាស់ប្ដូរ tone ប៉ុន្តែអានេះគឺអត់ផ្លាស់ប្ដូរទេហើយអានេះគឺប្រើសម្រាប់ EQ mono EQ pitch អាហ្នឹងខ្ញុំមិនសូវប្រើច្រើនទេជាពិសេសខ្ញុំប្រើតែនេះមួយនៅពេលដែលខ្ញុំ fit sample ហើយបន្ទាប់មកសម្រាប់អានេះវិញគឺ transient no blend transition transient ហើយនិង genetic smooth crossfade ហ្នឹងគឺប្រើចេះរបៀបថាអូខេឥឡូវចង់បានបែប smooth អូខេនេះឃើញវាចេញក្បាលមកហ៎នេះវាកងលើគ្នាចេះឃើញអត់ជាមួយខ្ញុំដូរ mode ផ្សេង genetic នេះឃើញវាចេញក្បាលជាងអីផ្សេងអត់វាមានការខុសគ្នាក្នុងការប្រើប្រាស់នីមួយៗអញ្ចឹងបងប្អូនអរគ្នាអាចសាកប្រើប្រាស់ទៅហើយយើងគិតមើលថាមួយណាដែលយើងពេញចិត្តនៅក្នុងការប្រើរបស់យើងអានេះ transient no blending នេះគឺវាអត់ចូលគ្នាទេប៉ុន្តែបើនេះ smooth ហ្មងពីច្រើនខ្ញុំប្រើនេះឃើញអា sound នេះទោះបីវាចូលដល់ត្រឹមនេះតែក្បាលវានៅfit មួយគ្នាវាអត់ខុសពីគ្នាទេវានៅចូលគ្នា envelope volume អីនេះគឺខ្ញុំចាំប្រាប់អ្នកនរគ្នាប្រើទៅពេលក្រោយដោយសារខ្ញុំអត់ចង់ឲ្យមានមេរៀននេះវែងខ្ញុំចង់ឲ្យបងប្អូនស្គាល់តែការប្រើប្រាស់នៅខាងមុខហ្នឹងឯងអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដាន